នេះគឺជាអូម៉ាកាសេប៉ាតេដែលប៉ាតេនេះគឺប្រើសាច់ជ្រូកស្រស់ៗថ្មីៗលាយជាមួយនឹងរូបមន្តគ្រួសារហើយកិនមកហ្នឹងគឺសិតតាសាច់ចឹងហ្មងហើយប៉ាតេនេះគឺមាន5រសជាតិគ្រាន់តែឃើញហើយគឺចង់ដាក់ចូលក្នុងមាត់តែម្ដងសួស្តីអ្នកនរគ្នាបើសិនជានិយាយពីប៉ាតេកន្លែងណាក៏មានលក់ដែរប៉ុន្តែប៉ាតេមួយកន្លែងនេះគឺជាកន្លែងមួយដែលសង្វាក់ប្រតិកម្មរបស់គាត់ហ្នឹងគឺមានអនាម័យហើយសម្រាប់សាច់ហ្នឹងគឺគាត់ប្រើសាច់ល្អៗមានសាច់មាន់សាច់ជ្រូកហើយកន្លែងនេះគឺជាកន្លែងមួយដែលគាត់កំពុងហាន់សាច់រៀបចំសម្រាប់ធ្វើប៉ាតេពេលដែលគាត់ហាន់សាច់ស្រស់ៗនេះហើយគឺគាត់លាយជាមួយគ្រឿងផ្សំរបស់គាត់ហើយនេះគឺជារបាយដែលគាត់លាយរួចជាមួយនឹងគ្រឿងផ្សំគឺរបាយសាច់ប៉ាតេដែលសកម្មភាពនេះគឺគាត់កំពុងរៀបចំប៉ាតេដាក់ទៅក្នុងថង់ដើម្បីដាក់ទៅចូលក្នុងឡចំហុយសម្រាប់សាច់ប៉ាតេរបស់គាត់នេះគឺគាត់ប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់ហើយសាច់ប៉ាតេរបស់គាត់នេះគឺមានរហូតដល់5រសជាតិដែលលោកអ្នកអាចជ្រើសរើសបានអ្វីដែលលោកអ្នកកំពុងឃើញនេះគឺជាការផលិតក៏ដូចជាការវេចខ្ចប់ប៉ាតេនៅសិប្បកម្មរបស់គាត់នៅពេលយប់ដោយសារសិប្បកម្មប៉ាតេរបស់គាត់នេះគឺគាត់ផលិតប៉ាតេដែលមានគុណភាពអញ្ចឹងប៉ាតេរបស់គាត់នេះគឺទុកឲ្យបានយូរថ្ងៃទេមានន័យថាផលិតមួយថ្ងៃសម្រាប់មួយថ្ងៃសម្រាប់សិប្បកម្មផលិតប៉ាតេរបស់គាត់នេះគឺគាត់ផលិតជាង30ឆ្នាំមកហើយអ្នកទាំងអស់គ្នាគឺជាសិប្បកម្មតចំនួនដែលអ្នកទាំងអស់គ្នាអាចទុកចិត្តបានទៅលើគុណភាពនិងអនាម័យសម្រាប់ប៉ាតេរបស់គាត់នេះគឺគាត់មានរហូតដល់5រសជាតិគឺប៉ាតេសាច់ជ្រូកប៉ាតេសាច់មាន់ប៉ាតេសាច់ជ្រូកចៀនប៉ាតេត្រចៀកជ្រូកនិងប៉ាតេត្រចៀកជ្រូកហឹរសម្រាប់តម្លៃវិញហ្នឹងគឺសមរម្យមែនទែនអ្នកទាំងអស់គ្នាអាចទិញយកទៅញ៉ាំផ្ទាល់ខ្លួនឬក៏អ្នកទាំងអស់គ្នាអាចទិញជាកញ្ចប់សម្រាប់បោះដុំនិងអ្នកទាំងអស់គ្នាអាចទិញជាឈុតសម្រាប់ញ៉ាំនៅផ្ទះគឺឈុតនំប៉័ងសាច់ដែលគាត់មានជ្រក់មានសាច់ចិញ្ច្រាំមានប៉ាតេហើយប៉ាតេរបស់គាត់នេះគឺឲ្យទាំងដុំដូចនៅក្នុងថាសនេះអញ្ចឹងហើយសាច់ចិញ្ច្រាំវិញគឺឆ្ងាញ់យកតែមែនទែនសម្រាប់តម្លៃនិងព័ត៌មានបន្ថែមសូមតាក់ទងមកកាន់លេខទូរស័ព្ទក៏ដូចជាតាក់ទងទៅកាន់ Page ប៉ាតេ689